10 ចំណុចប្រព័ន្ធកាត់លាបប្តីទី1គឺមុខក្រញ៉ៅក្រម៉ៅស្វិតស្រពោនកញួនគ្មានអំណោយទានគ្រាន់តែឃើញគឺថាមានអារម្មណ៍មិនស្រួលឬក៏មានអារម្មណ៍ថាមិនចូលចិត្តឬក៏ខ្លាចទី2រអ៊ូរទាំនិយាយអវិជ្ជមាននិងបំបាក់ទឹកចិត្តប្តីអត់ដែលនិយាយវិជ្ជមានឬការលើកទឹកចិត្តទេតែងតែហាមតែងតែខាត់តែងតែមិនអោយប្តីធ្វើការសាកល្បងដោយយកភាពអវិជ្ជមានមកបំលាញដូច្នេះគ្មានឱកាសណាអាចចូលមកបានទេទី3កំណាញ់ឲ្យមុខលុយបានលុយមកស្វិតធ្វើអ្វីចង់បានតែលុយប្តីមានបញ្ហាមិនស្គាល់សុខទុក្ខការលំបាករបស់ប្តីគិតតែពីរឿងសួររកលុយហើយមិនខ្វល់ពីមុខរបស់ប្តីនៅពេលដែលប្តីឲ្យលុយដកវិញពិបាកឬក៏ដកមិនបានកំណាញ់ស្វិតរិះទី4គឺតែងតែបំបាក់ប្តីទាំងបំបាក់មុខប្តីនិងបំបាក់ទឹកចិត្តប្តីបំបាក់មុខប្តីមិនឲ្យមានរាសីឬក៏ឥទ្ធិពលលើអ្នកដទៃហើយបំបាក់ទឹកចិត្តប្តីមិនឲ្យប្តីទៅធ្វើអ្វីមួយដោយការជឿជាក់ឬក៏ការពេញចិត្តឬក៏ធម៌ពលពេញទី5គឺតែងតែមិនឲ្យតម្លៃប្តីហើយជាពិសេសតែងតែប្រៀបធៀបប្តីនឹងអ្នកដទៃប្រុសដទៃដោយឲ្យប្តីខ្លួនឯងនេះគឺថាអន់តូចទាបជាងគេប្រៀបធៀបគេល្អពងពោះប្រសើរណាហើយបើសិនជាប្តីរកលុយមិនបានទៀតនោះគឺថាមិនស្វាគមន៍ឬក៏ស្ដីថាចំពោះប្តីទី6រដ្ឋបៀតទំនាក់ទំនងប្តីតាក់ទងទៅមិត្តចាស់មិត្តថ្មីអ្នកស្គាល់អត់ចង់ឲ្យប្តីមានការទំនាក់ទំនងទៅណាទេហើយរឿងឱកាសឬក៏លៀបយសសការៈតែងតែនៅនឹងអ្នកដទៃចុះបើសិនជាមិនឲ្យប្តីតបជាប់ទំនាក់ទំនងទៅកាន់អ្នកដទៃតើបានឱកាសអីមកចូលផ្ទះបានឱកាសអីបានលៀបអីទី7ត្រួតត្រាបង្គាប់បញ្ជាជ្រៀតជ្រែកការងារប្តីអ្នកខ្លះប្តីប្រាប់តែកាន់ក្រុមការងារឬបុគ្គលិកថាឲ្យធ្វើចេះប៉ុន្តែដល់ពេលដែលប្រពន្ធទៅដល់ផ្សេងគេហៅថាប្រធាន2 3មិនដឹងថាអ្នកណាជាប្រធានឲ្យពិតប្រកបទេណាប្តី5ចេះប្រពន្ធ5ចុះប្តី5ចេះប្រពន្ធ5ចុះតើតាមអ្នកណាចឹងវល់អស់ឲ្យអ្នកក្រោយបង្គាប់ឬក៏បុគ្គលិកទី8តែតែចង់ឈ្នះប្តីគ្រប់រឿងឈ្នះទាំងចាញ់ក៏ដោយគ្មានហេតុផលក៏ដោយលមូទៅថាធ្វើម៉េចក៏ដោយឲ្យតែឈ្នះប្តីណាមនុស្សស្រីឆ្លាតគេអត់ចង់ឈ្នះប្តីទេទុកឲ្យប្តីមានឥទ្ធិពលកម្លាំងកំហែងទៅចុះតែមានរឿងខុសត្រូវនិយាយគ្នាតាមក្រោយណាទី9មើលមនុស្សជុំវិញខ្លួនសុទ្ធតែអាក្រក់ជាពិសេសអ្នកណាដែលប៉ងនឹងទំនាក់ទំនងឬនាំលៀបយសសាក់ឬក៏ឱកាសមកកាន់ប្តីហ្នឹងគឺថាតែងមើលឃើញគេសង្ស័យគេហើយនិយាយអវិជ្ជមានដែរវិភាគអវិជ្ជមាននិយាយអវិជ្ជមានដោយមើលឃើញអ្នកដទៃអាក្រក់អញ្ចឹងតើអ្នកណាដែលអាចឬក៏ហ៊ានបបួលឲ្យធ្វើអីមួយទំនាក់ទំនងទៅធ្វើអីមួយគេមិនហ៊ានទី10គឺតែងតែហាមឃាត់ប្តីក្នុងការផ្ដល់ឲ្យអ្នកដទៃជួយអ្នកដទៃណាដូចជាថាបើប្តីជាបុគ្គលិកក្រុមហ៊ុនវិញហាមបាច់ថែមម៉ោងបាច់ជួយប្រធានជួយអីទេធ្វើការគម្រប់តែម៉ោងមកទេមកណាបើប្តីជាប្រធានវិញឃើញបុគ្គលិកអាណិតអាសូរចង់ជួយបុគ្គលិកមិនទេឲ្យពួកវាធ្វើការស៊ីតែប្រាក់ខែតែប៉ុណ្្នឹងទៅបានហើយតែគិតគូអីវាចាគឺថាបង្គាប់ប្តីមិនឲ្យជួយមិនឲ្យឧបត្ថម្ភមិនឲ្យជ្រោមជ្រែងមិនឲ្យលះបង់មិនឲ្យផ្ដល់ឲ្យមិនឲ្យមានភាពសប្បុរសហើយបើអត់អាហ្នឹងលៀបចូលមកតាមណាអត់មានលៀបទេកញ្ញំកញ្ញាញ់តែប៉ុណ្្នឹង